ប្រសិនបើយើងធ្វើអាជីវកម្មមួយបរាជ័យហើយទោះបីជាយើងទៅធ្វើ2ទៀតក៏វានៅបរាជ័យដែរធ្វើ3ទៀតក៏វានៅបរាជ័យដែរពីព្រោះការទៅធ្វើវាមិនបានជួយឲ្យយើងមានចំណូលដែលអាចផ្ដល់នៃប្រាក់ចំណេញយកទៅដោះស្រាយបញ្ហាបានទេនៅពេលដែលយើងកំពុងតែមានបញ្ហាយើងឈានសម្រាប់ចិត្តទៅធ្វើកិច្ចការងារមួយទៀតវាមានន័យថាវាជាបន្ទុកនៃការចំណាយមកដល់យើងវិញទេបាទអញ្ចឹងបងប្អូនអ្នកដែលមានបញ្ហាដូចខ្ញុំបានយល់បាទពីព្រោះខ្ញុំធ្លាប់ជួបនៅកន្លែងហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំធ្វើម៉ាស៊ីនត្រជាក់ហ្នឹងខ្ញុំបរាជ័យទោះបីខ្ញុំទៅធ្វើការងារទឹកម៉ៅការទឹកម៉ៅភ្លើងម៉ៅអីហ្នឹងក៏ខ្ញុំមិនទទួលបានជោគជ័យដែរពីព្រោះរបៀបគិតរបៀបធ្វើរបស់ខ្ញុំហ្នឹងគឺវាខ្សោយបាត់ទៅហើយចង់និយាយថាវាមិនដឹងតែសោះបាទអញ្ចឹងពេលខ្លះយើងឃើញគេធ្វើយើងអត់ដឹងពីរបៀបគិតរបស់គេគឺយើងទៅធ្វើតាមគេគឺជាប់ទៅដល់បាទអញ្ចឹងបងប្អូនកុំគិតថាឃើញគេបើកហាងកាហ្វេបងប្អូនទៅបើកហាងកាហ្វេដែរបងប្អូនខ្សែធនគ្រប់ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាមួយនឹងคลิปវីដេអូរបស់ខ្ញុំមួយនេះដែលខ្ញុំលើកពីពាក់ព័ន្ធនឹងការរកស៊ីអ្វីទើបអាចដោះបំណុលគេបានបងប្អូនណាខ្លះដែលមានគំនិតឬក៏គិតមិនចេញគិតថាជំពាក់អំណុលគេអញ្ចឹងខ្វះខាតលុយមិនដឹងថារកស៊ីអីគេបាទហើយបងប្អូនកំពុងតែស្វះស្វែងប៉ុន្តែការស្វះស្វែងរបស់បងប្អូននោះវាមិនបានជួយឲ្យបងប្អូនរីកចម្រើនទេយូរទៅវាធ្វើឲ្យបងប្អូនទៅជាបន្ទុកឬក៏សម្ពាធមកលើបងប្អូនទៅវិញនៅពេលដែលបងប្អូនមានបញ្ហាបំណុលបាទបងប្អូនណាខ្លះដែលកំពុងតែជួបពីបញ្ហាទាំងអស់នេះបាទអូខេបងប្អូនសម្រាប់ខ្ញុំនិងក្រុមគ្រួសារគឺធ្លាប់ជួបប្រទះពីបញ្ហាទាំងអស់ហ្នឹងបាទអូខេបងប្អូនអញ្ចឹងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះណាសម្រាប់អ្នកដែលអត់ទាន់ធ្លាប់ស្គាល់ខ្ញុំបាទអញ្ចឹងខ្ញុំឈ្មោះមានសវុតបាទហើយភរិយារបស់ខ្ញុំឈ្មោះឆលស្រីផាបាទពួកយើងបានរៀបការជាមួយគ្នានៅឆ្នាំ2012ហើយពួកយើងក៏បានធ្វើការរៀងខ្លួនប្រពន្ធខ្ញុំធ្វើការងាររោងចក្រហើយខ្ញុំជាអាជីពជាម៉ាស៊ីនត្រជាក់អញ្ចឹងពួកខ្ញុំក៏បានសន្សំលុយបាន$5000ហើយក៏ខ្ញុំបានទៅធ្វើអាជីវកម្មនៅគល់ស្ពានព្រែកសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅបាទនៅឆ្នាំ2015ខ្ញុំបានបើកអាជីវកម្មលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រែកសំរោងបាទបន្ទាប់មកក៏ខ្ញុំបានបើកបានរយៈពេល1ឆ្នាំបាទហើយពួកយើងក៏បានខ្សែធនក៏បានបិទអាជីវកម្មនឹងត្រឡប់ទៅវិញហើយពួកយើងស្វះស្វែងមែនតើនៅពេលដែលមានបញ្ហាបំណុលហ្នឹងហើយបិទអាជីវកម្មហើយគឺយើងបានផ្លាស់ប្ដូរមុខរបរទៅធ្វើជាការងារ MEP ការងារទឹកការងារភ្លើងម៉ៅការសំណង់ធ្វើពីដានលាបថ្នាំគ្រប់បាទសំខាន់ឲ្យតែមានគេហៅគឺពួកយើងតែងតែទៅម៉ៅការធ្វើហើយភរិយារបស់ខ្ញុំបានជួយធ្វើការងារដូចជាលក់ពោះគោទឹកប្រហុកហើយចូលធ្វើទីផ្សារបណ្ដាញលក់ផលិតផលតាមក្រុមហ៊ុនជាដើមប៉ុន្តែលទ្ធផលបងប្អូនគឺជាប់បំណុលគេដដែលបាទបងប្អូនឆ្ងល់ហ៎បាទបងប្អូនណាខ្លះដែលមានការងារច្រើនដូចខ្ញុំហើយតែលទ្ធផលมันអាចចាក់ចេញពីបំណុលបានចុងក្រោយជាប់បំណុលគេកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំគឺស្ថានភាពរបស់ខ្ញុំពេលនោះគឺអញ្ចឹងតែម្ដងបន្ទាប់មកបងប្អូននៅឆ្នាំ2019ពួកយើងជាប់គាំងខ្លាំងមែនតើអញ្ចឹងគឺពួកយើងបានពិភាក្សាគ្នាទៅធ្វើជាពលករនៅក្នុងប្រទេសថៃបាទទាំងពីរនាក់ប្តីប្រពន្ធតែម្ដងហើយយកកូនរបស់ខ្ញុំហ្នឹងយកមកផ្ញើនឹងម្ដាយក្មេកបាទដើម្បីពួកយើងទៅធ្វើការយើងគិតថាកាលណាយើងទៅធ្វើការជាពលករគេទាំងពីរអ្នកប្តីប្រពន្ធដើម្បីសន្សំលុយដើម្បីសងគេប៉ុន្តែនៅពេលដែលខ្ញុំបានទៅហើយអ្វីដែលពួកយើងរំពឹងនោះវាអត់បានដូចចិត្តទេបងប្អូនធ្វើឲ្យពួកយើងត្រឡប់មកវិញបាទដោយសារតែការរស់នៅក្នុងកិច្ចការងារនោះវាអត់ចេះបាទដូចជាការត្រជាក់បាទអញ្ចឹងយើងទៅធ្វើការងារក្នុងរោងចក្រនោះគឺវាត្រជាក់មែនតើអញ្ចឹងពិបាកក្នុងការផ្លាស់ប្ដូរបាទហើយបន្ទាប់មកទៀតគឺយើងមិនចេះភាសាគេផងមិនចេះរស់នៅក្នុងតំបន់នោះទៅវាធ្វើឲ្យយើងហ្នឹងគិតថាมันអាចដោះបំណុលបានទេព្រោះគុណចែកជាមួយនឹងលុយបាតទៅមួយខែផាត់ថ្លៃចំណាយអីទៅសល់តែ$300ទេពីអ្នកដៃប្រពន្ធអញ្ចឹងបើខ្ញុំគិតថា$300ជំពាក់គេ40000មិនដឹងសងពេលណារួចទេអញ្ចឹងក៏ភាសាមួយប្រពន្ធវិញថាឥឡូវយើងមានលុយខ្លះដែរអូនណាមិនយើងទៅស្រុកខ្មែរវិញទៅហើយកំណត់នឹងគិតថាមករកការងារនៅស្រុកខ្មែរវិញបាទគិតថាទៅធ្វើការងារក្រុមហ៊ុនម៉ាស៊ីនត្រជាក់តាណាមួយទៅចង់ម៉ាស៊ីនអាឡឹងយើងឡើងចង់មកហើយយើងចង់ធ្វើស៊ីប្រាក់ខែគេម្ដងបាទអញ្ចឹងអានេះគឺជាកំណត់របស់ខ្ញុំអញ្ចឹងក៏ខ្ញុំត្រឡប់ពីប្រទេសថៃមកបាទអញ្ចឹងក៏បានការណែនាំជាមួយនឹងបងប្រុសម្នាក់គាត់ណែនាំឲ្យខ្ញុំទៅជួបមួយលោកគ្រូសៀសផលហើយពួកយើងក៏បានសម្រេចចិត្តទៅប្រឹក្សាជាមួយគាត់សិក្សាជាមួយគាត់ហើយយើងក៏បានទៅជួបគាត់នៅថ្ងៃទី24ខែ10ឆ្នាំ2019បាទទៅជួបគាត់នឹងខ្ញុំនិយាយពីរឿងរ៉ាវរបស់ខ្ញុំទាំងអស់ប្រាប់គាត់ហ្មងពីដំណើរដើមតងពីបំណុលរបស់ខ្ញុំធនាគារអាម៉េចបំណុលឯកជនអាម៉េចបំណុលអីហើយខ្ញុំរកស៊ីអាម៉េចប្រាប់គាត់ហើយក៏គាត់បានប្រាប់ពីរបៀបក្នុងការដោះស្រាយពីមួយចំណុចឲ្យខ្ញុំធ្វើហើយខ្ញុំក៏បានយកបល់របស់គាត់ចំណេះដឹងដែលគាត់បានបរៀនខ្ញុំនោះយកទៅអនុវត្ត
ប្រើពេលត្រឹមតែមួយខែទេគឺខ្ញុំដោះស្រាយបញ្ហាបំណុលបាន$40000បាទអូខេបងប្អូនអញ្ចឹងយើងចូលមកក្នុងប្រធានបទរបស់យើងវិញដែលយើងនិយាយអំពីថាពេលដែលយើងមានបញ្ហាបំណុលហើយតើយើងទៅប្រកបមុខរបរហ្នឹងមុខរបរអីគេរកស៊ីអីគេដើម្បីអាចចាក់ចេញពីបំណុលបានបាទបងប្អូនណាខ្លះដែលកំពុងតែមានអាជីវកម្មហើយបាទហើយមានគំនិតថាចង់រកចំណូលបន្ថែមដោយអ្វីដែលខ្ញុំនិយាយហ្នឹងបាទអញ្ចឹងខ្ញុំសូមទម្លាយប្រាប់រឿងរ៉ាវមួយចំនួនបងប្អូនខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងពីរឿងខ្ញុំតែម្ដងបាទបងប្អូននៅឆ្នាំ2015ខ្ញុំបានបើកលក់ម៉ាស៊ីនត្រជាក់បាទនៅក្នុងក្រុងតាខ្មៅមិនមែនមានជាងម៉ាស៊ីនត្រជាក់តែខ្ញុំមួយទេបងប្អូនតើណាកន្លែងហ្នឹងសូមបងប្អូនស្ដាប់មិនមែនមានតែម្នាក់ទេគឺមានច្រើនណាស់ចុះហេតុអីបានគេបើកមិនបរាជ័យមិនជាពាក់អំណុលគេមានមែនតើបាទខ្ញុំអត់បញ្ចេញឈ្មោះទេមានបងប្រុសម្នាក់ហ្នឹងគាត់បើករៀងចំណាស់ជាងខ្ញុំបន្តិចប៉ុន្តែបើករីកហ្មងនៅក្រុងតាខ្មៅហ្នឹងគឺរីកមែនតើមានថាគាត់មានតែហ្មងបាទមើលទៅដូចជាមិនហំហានប្រហែលទេគាត់ប្រើប៉ុន្តែគាត់មានអារបៀបគិតទេបងប្អូនតែខ្ញុំវិញមានទាំងចំណេះដឹងមានទាំងលុយប៉ុន្តែខ្វះនៃរបៀបគិតគេហៅថាខ្វះនៃផ្នត់គំនិតអាជីវកម្មអញ្ចឹងហើយនេះគឺជាចំណុចមួយដែលខ្ញុំចង់សង្កត់ធ្ងន់ថាប្រសិនបើយើងធ្វើអាជីវកម្មមួយបរាជ័យហើយទោះបីជាយើងទៅធ្វើ2ទៀតក៏វានៅបរាជ័យដែរធ្វើ3ទៀតក៏វានៅបរាជ័យដែរពីព្រោះការទៅធ្វើវាមិនបានជួយឲ្យយើងមានចំណូលដែលអាចផ្ដល់នៃប្រាក់ចំណេញយកទៅដោះស្រាយបញ្ហាបានទេនៅពេលដែលយើងកំពុងតែមានបញ្ហាយើងឈានសម្រាប់ចិត្តទៅធ្វើកិច្ចការងារមួយទៀតវាមានន័យថាវាជាបន្ទុកនៃការចំណាយមកដល់យើងវិញទេបាទចាអើយពេលដែលបងប្អូនកំពុងតែជាប់បំណុលពេលខ្លះបងប្អូនគាត់ថាដូរអាជីវកម្មដូចថាឧទាហរណ៍ឥឡូវកំពុងធ្វើម៉ាស៊ីនត្រជាក់ប្តីខ្ញុំគាត់ធ្វើម៉ាស៊ីនត្រជាក់ហើយតែជាប់បំណុលហើយខ្ញុំនៅឃើញអាណិតប្តីសវេតស្វាតទៅលក់អនឡាញប៉ុន្តែយើងអត់ចេះសោះឃើញគេលក់មានគេដោយសារគេមានផ្នែកកំណត់គេចេះគេរៀនដូចថាគេមានដូចថាគេចេះហ្មងគេលក់ទៅវិជោគជ័យយើងដាក់ទុនលក់ដាក់ទៅផ្លូវបាទអានហើយយើងសល់អីវ៉ាន់មិនដឹងធ្វើតាណាមានតែប្រើខ្លួនឯងអាហ្នឹងអស់មួយវគ្គហើយមួយទៀតអាហ្នឹងគាត់ថាអាហ្នឹងវាយើងវាអត់ចេះលក់ទីផ្សារចាស់យើងវាអត់ចេះខាងអ៊ីនធឺណិតយើងអត់ចេះអីចាស់បណ្ដាញខាងបណ្ដាញសង្គមចាស់យើងមកលក់ពោះគោទឹកម្ដងទៀតបាទនេះគឺជាប្រវត្តិអាហ្នឹងចំណាយលុយទៀតខ្ញុំអត់និយាយពីអ្នកផ្សេងខ្ញុំនិយាយតែប្រវត្តិគ្រួសារខ្ញុំមិនស្ដាប់ទេបាទយើងលក់ពោះគោទឹកម្ដងទៀតมันចំណាយដែរមិនមែនឲ្យមិនចំណាយ2-30000ចំណាយទិញអីវ៉ាន់ទិញអីអស់ខ្ទង់ជា500កណោះហ្នឹងហើយប្រហែលជា500ចាស់ទិញតុកទិញចាយហ่าលក់ទៅលក់មកអត់ចំណេញយើងគេលក់ថៃបានចំណេញហើយឃើញគេលក់ចំណេញគេណែនាំយើងលក់ដែរនៅឃើញមានមុខផ្ទះអើយយើងជួលផ្ទះជួលកន្លែងលក់វាមានមុខផ្ទះវាមានសល់មុខផ្ទះបាទអញ្ចឹងគឺយើងគិតថាមិនឲ្យទុកដីចោលស្ដាយពេលវេលាលក់ទៀតបាទបានតែប្រហែលថាខ្ទង់ជាប្រហែលខែអត់ចំណេញលក់ទៅគាត់ជប់លក់អស់ហា500នឹងទៀតទៅអាហ្នឹងចឹងនិយាយថាចំពាក់បំណុលហើយយើងសវ៉ាតបន្ថែមមុខរបរមួយមុខហើយមួយមុខទៀតបាទអញ្ចឹងនេះគឺជាបទពិសោធន៍មួយខ្ញុំសូមលើករឿងមួយទៀតឲ្យធៀបឲ្យបងប្អូនស្រួលយល់ស្រមៃមើលបើសិនជាបងប្អូននៅក្នុងបន្ទប់ងងឹតបងប្អូនត្រូវការអីគេគឺបងប្អូនត្រូវការតែពិលមួយទូចដើម្បីបំភ្លឺរករបស់ដែលយើងបាត់នៅក្នុងបន្ទប់ងងឹតទេយើងមិនអាចដើរចេញពីបន្ទប់នឹងទៅរកកន្លែងភ្លឺផ្សេងទេយើងត្រូវការតែពិលទេបាទអញ្ចឹងគឺចង់សំដៅលើថាបើសិនជាយើងមានអាជីវកម្មណាល្អហើយដែលយើងបានចាប់ផ្ដើមមកហើយយើងកុំទៅផ្លាស់ប្ដូរបើសិនជាយើងផ្លាស់ប្ដូរក៏វានៅតែបរាជ័យដែរពីព្រោះផ្នត់គំនិតរបស់យើងបរាជ័យឧទាហរណ៍ថាបងប្អូនជាអ្នកលក់ទូរស័ព្ទបងប្អូននៅបន្តលក់ទៀតចុះបាទប៉ុន្តែបងប្អូនត្រូវដឹងថាអារបៀបលក់យ៉ាងម៉េចដែលលក់ឲ្យដាច់ជាងមុនលក់ដែលមិនបាច់ប្រើដើមច្រើនលក់យ៉ាងម៉េចឲ្យវាចំណេញជាងមុនណែឃើញទេគឺជារបៀបមួយដែលយើងចង់សង្កត់ធ្ងន់បាទហើយបន្តមកទៀតបើសិនជាយើងមានមុខរបរអីក៏ដោយយើងមានអីយើងធ្វើអាហ្នឹងទៅវាមានទីតាំងល្អវាមានអតិថិជនស្រាប់ហើយបើសិនជាយើងទៅផ្លាស់ប្ដូរទៀតវាស្មើនឹងឆាចោលហើយបាទអញ្ចឹងនេះគឺជាបទពិសោធន៍របស់ខ្ញុំមួយដែលខ្ញុំធ្លាប់ឆ្លងកាត់នៃអាជីវកម្មរហូតដល់2ដល់10មុខបាទរយៈពេល5ឆ្នាំខ្ញុំព្យាយាមទាំងប្តីទាំងប្រពន្ធបាទអញ្ចឹងគឺការខំប្រឹងរបស់ខ្ញុំលទ្ធផលចុងក្រោយជាប់បំណុលគេ$40000អូខេបងប្អូនអញ្ចឹងបើសិនជាបងប្អូនកំពុងតែជួបផលលំបាកពីរឿងទាំងអស់នេះហើយមិនដឹងថាគិតត្រូវដោះស្រាយយ៉ាងម៉េចហើយចង់ជួបមួយខ្ញុំចង់ជជែកមួយខ្ញុំបងប្អូនអាចតំណមកខ្ញុំបានតាមរយៈលេខ096 632 0080 អញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែករំលែកបងប្អូនហើយយើងនឹងជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលាពីខ្ញុំសវុតនិងភរិយាជូនពរបងប្អូនសូមឲ្យព្រះអង្គប្រទានពរបាទ